បិទភ័ក្រទាំងអស់តើគោលការណ៍រស់រានមានជីវិតដែលច្បាស់បំផុតនៅក្នុងពិភពលោកសប្តាហ៍ថ្ងៃនេះគឺជាអ្វីធ្វើការតែប៉ុណ្ណឹងដែលទទួលបានប្រាក់ឈ្នួលនិងធ្វើចលនាតែប៉ុណ្ណឹងដែលទទួលបានប៉ុណ្ណឹងការកិននីយ៉ាងម៉ត់ចត់មិនចង់ខាតនេះគឺជាគំនិតសុភមង្គលសម័យទំនើបអ្នកកង្វល់ជួរគឺជាកម្មករដែលកង្វល់ជាមដោយប្រាក់ឈ្នួលប្រចាំថ្ងៃនៅពេលសត្វព្រៃលិចមុខការបោះបង់ជាមហើយរត់គេចខ្លួនគឺជារឿងធម្មតាតាមច្បាប់ព្រោះជីវិតរបស់គាត់មានតម្លៃថ្លៃជាងប្រាក់ឈ្នួលថ្ងៃនោះច្រើនធ្វើការតែប៉ុណ្ណឹងដែលទទួលបានប្រាក់នេះគឺជាតវិជ្ជារបស់អ្នកជួលប៉ុន្តែព្រះយេស៊ូវមានបន្ទូលថាខ្ញុំជាអ្នកកង្វល់ល្អលះបង់ជីវិតរបស់ខ្លួនជំនួសជាមយ៉ូហាន 10:11 ពាក្យគឺល្អភាសាក្រិក Carlos មិនមានន័យត្រឹមតែគឺល្អធម្មតានោះទេប៉ុន្តែជាភាពជាអ្នកដឹកនាំដ៏ល្អឥតខ្ចោះនិងស្រស់ស្អាតដែលតាក់ទាញចិត្តភ្លាមតាំងពីការក្រឡេកមើលដំបូងយើងមិនដែលបង់ប្រាក់ឈ្នួលអ្វីដល់ព្រះយេស៊ូវទេទោះជាយ៉ាងណាក៏ដោយនៅពេលសត្វព្រៃនៃជីវិតអំពើបាបនិងសេចក្តីស្លាប់វាប្រហារយើងព្រះយេស៊ូវមិនបានរត់គេចនោះទេដោយសារហេតុផលតែមួយគត់ខ្ញុំនឹងជួយសង្គ្រោះអ្នកទ្រង់បានលះបង់ជីវិតទាំងមូលរបស់ទ្រង់សាសនាคล้ายៗនឹងអ្នកដឹកនាំអត្តនិយមនៅលើពិភពលោកនឹងប្រើប្រាស់មនុស្សក្នុងគ្រាវិបត្តិរួចបោះបង់ចោលប៉ុន្តែព្រះយេស៊ូវខុសគេស្របតាមការព្យាករណ៍ក្នុងព្រះគម្ពីរសញ្ញាចាស់ទ្រង់ផ្ទាល់បានមកស្វែងរកអ្នកដែលរងរបួសនិងខ្ចាត់ខ្ចាយហើយសគត់ជំនួសយើងនៅចំពោះមុខអំពើបាបសាតាននិងអំណាចនៃសេចក្តីស្លាប់នៅលើឈើឆ្កាងព្រះយេស៊ូវបានស្រែកដោយព្រះកាយទាំងមូលថាអូមនុស្សជាទីស្រឡាញ់ចូលលាក់ខ្លួននៅក្រោយខ្ញុំចុះគូទ្រង់ទទួលយកការជំនុំជម្រះជំនួសយើងនិងទទួលបានជ័យជំនះដ៏អស្ចារ្យនៃសេចក្តីស្រឡាញ់ដូចព្រះបតាស្គាល់ខ្ញុំហើយខ្ញុំស្គាល់ព្រះបតាខ្ញុំក៏លះបង់ជីវិតខ្ញុំជំនួសជាមដែរកខ15ហេតុផលដែលព្រះយេស៊ូវធ្វើបែបនេះគឺដោយសារទ្រង់ស្គាល់យើងយ៉ាងជ្រៅទ្រង់ស្គាល់របួសភាពឯកោភាពស្មុគស្មាញដែលមិនអាចនិយាយបាននិងការភ័យខ្លាចរបស់យើងប៉ុន្តែទ្រង់នៅតែស្រឡាញ់យើងដូចដែលយើងមានហើយបានលះបង់ព្រះជន្មរបស់ទ្រង់ជំនួសយើងនៅពេលអ្នកដឹងពីសេចក្តីស្រឡាញ់ដ៏ធំធំនិងមានសុវត្ថិភាពនេះដែលត្រូវបានលះបង់ជំនួសអ្នកម៉ាស៊ីននៃជីវិតអ្នកនឹងផ្លាស់ប្ដូរសូម្បីតែនៅក្នុងពិភពលោកដែលពោពេញដោយការកុហកនិងការបោកប្រាស់អ្នកក៏អាចរស់នៅដោយមានកិត្តិយសសេរីភាពនិងជ័យជំនះថ្ងៃនេះគ្មានកិច្ចសន្យាគ្មានលក្ខខណ្ឌតើអ្នកមិនទទួលយកព្រះយេស៊ូវអូពិតប្រាកដដែលបានផ្ដល់អស់ពីខ្លួនដើម្បីសង្គ្រោះអ្នកម្នាក់ជាអ្នកកង្វល់ពិតប្រាកដនៃជីវិតអ្នកទេនៅពេលអ្នកចូលទៅក្នុងសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះនេះសុវត្ថិភាពពិតនិងជ័យជំនះពិតនឹងចាប់ផ្ដើមជឿជាក់លើព្រះយេស៊ូវចុះទ្រង់បានសម្រេចអស់គ្រប់អ្វីសម្រាប់អ្នកហើយ